បាទទូរទស្សនិកជនជាទីមេត្រីឥឡូវនេះគឺខ្ញុំកំពុងតែមានវត្តមាននៅក្នុងបុរីមនដានីផ្លូវជាតិលេខ3បាទគម្រោងនេះគឺមានផ្ទះល្វែងផ្ទះវិឡាប្រមាណជាង10000ផ្ទះបាទ10000ផ្ទះមកដល់ពេលបច្ចុប្បន្ននេះគឺថាគម្រោងនេះត្រូវបានជាប់គាំងទៅហើយគ្រាដែលម្ចាស់បុរីមនដានីកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារដោយសារតែរឿងទិញដីទិញផ្ទះហើយសាងសង់ហើយមិនបានដោះស្រាយថវិកាជាមួយនឹងម្ចាស់ដីបាទអញ្ចឹងខ្ញុំសូម skip បន្តិចខ្ញុំចង់ឲ្យបងប្អូនយើងទស្សនាទស្សនវិជ្ជានៅក្នុងបុរីផ្ទាល់តែម្ដងនេះគ្រាន់តែជាផ្នែកខ្លះនៅក្នុងបុរីទេមកដល់វេលានេះគឺថាមនុស្សដែលមានចំនួនតិចបំផុតបានមករស់នៅក្នុងទីតាំងបុរីមមដានីនេះដោយឡែកសម្រាប់មនុស្សរាប់ពាន់គ្រួសារដែលបានទិញហើយនឹងអ្នកខ្លះក៏បានបោះបង់ចោលនៅគម្រោងបោងលួរបស់ខ្លួនហើយអ្នកខ្លះទៀតហ្នឹងក៏បានសម្រេចចិត្តមិនបន្តស្នាក់នៅក្នុងគម្រោងទេដោយសារតែមានវិបត្តិបញ្ហាអចលនទ្រព្យនឹងអញ្ចឹងបងប្អូនសូមជួយតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាដូចតទៅបាទឥឡូវយើងមកដល់ទីតាំងបុរីមនដានីហើយឃើញមានអារម្មណ៍មិនដែរវាប្លែកត្រង់ថាយើងធ្លាប់តែដឹងថាបរិយមុំដានីផ្លូវជាតិលេខ3ហើយយើងមិនដែលមកដល់ទីតាំងទេយើងជិះតែបើយើងគិតទៅយើងជិះតែតាមផ្លូវលើផ្លូវជាតិលេខ3ហ្នឹងហើយយើងអត់ដឹងថាចូលមកក្នុងហ្នឹងវាបរិយធំដល់ថាហ្នឹងឯងយើងជិះមកបើគិតទៅពីផ្លូវជាតិលេខ3ប្រហែលជាខ្ទង់7គីឡូអានេះគម្រោងគេនឹងសុទ្ធសឹងតែជាវិឡាហ្មងប្លុកនេះនៅក្នុងហ្នឹងវិឡាតែផ្លូវមុខផ្លូវប្រហែលជាផ្លូវ20ម៉ែត្ររបស់គេហ្នឹងវាជាប្រភេទផ្ទះអាជីវកម្មអូប៉ុន្តែប្លុកនេះប្លុកសម្រាប់វិឡាធ្វើសម្រាប់ដូចអភិជនអញ្ចឹងណាប្រិមត្តបាទយើងឃើញទស្សនវិជ្ជានៅក្នុងផ្ទះវិឡានេះគឺបានន័យថាសាងសង់ខ្ទង់ប្រហែលជា 80% មិនអញ្ចឹងទេ80% បាទនៅសល់កញ្ចក់នៅសល់អីផ្សេងប្រព័ន្ធទឹកភ្លើងនេះគេអស់រូបចោលរួចរាល់ហើយប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់មកដល់វេលានេះគឺថាបរិយនេះត្រូវបានទុកចោលហើយសំណង់ផ្ទះវិឡាសំណង់អគារផ្សេងដោយប្រិមិត្តយើងបានឃើញតោះឥឡូវយើងចូលទៅក្នុងមើលតើការសាងសង់ហ្នឹងល្អទេតែខ្ញុំមើលគុណភាពវាខាងក្រៅមកដូចតំណងមមទាំរបស់គេតាប្រិមិត្តមមបានន័យថាមមគេចាក់ដែកទេនេះដែកពីលើមកហ្នឹងគេតទៅយកទឹកយកអីត្រឹមត្រូវណាប្រិមិត្តគេតត្រឹមត្រូវរបស់គេដែរប៉ុន្តែសារតែគម្រោងវាលែងដើរមានបញ្ហាដោយសារតែម្ចាស់បរិយលោកស្រីមមដានីក៏មានបញ្ហាជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅតំបន់យើងផ្លូវជាតិលេខ3ហ្នឹងមិនអញ្ចឹងឯងកាលប្រហែលឆ្នាំមុនហ្នឹងហើយប្រហែលដូចជាមួយឆ្នាំមុន2ឆ្នាំមុនទេមួយឆ្នាំមុន2ឆ្នាំជាង73ឆ្នាំហើយបាទទៅលើ73ឆ្នាំឥឡូវក៏មកតឡើងលើឥឡូវយើងមើលខាងក្រោយអស់សិនឲ្យជុំសិនឲ្យបងប្អូនយើងបានឃើញថាបរិយនេះបើនិយាយចំទៅគម្រោងនេះគឺជាគម្រោងទីប្រហែលនេះដូចទី10ទេធំជាងគេអត់ទេគម្រោងនឹងមិនទី10ហើយគម្រោងនឹងចន្លោះគម្រោង27 30ហើយអូប្រិមិត្តគម្រោងក្រោយគេដែរអញ្ចឹងហើយគម្រោងនេះបើតាមដឹងដូចជាធំជាងគេរបស់មមដានីធំជាងគេប្លែកជាងគេហើយជាប្រភេទគម្រោងរបស់គាត់ទាំងអស់គ្មានគម្រោងណាដែលមានផ្សារទេមានតែគម្រោងហ្នឹងមានផ្សារហើយមានប្រភេទផ្ទះអាជីវកម្មគម្រោងគាត់ដែលមានផ្ទះអាជីវកម្មទេបើមើលសំណង់អីមានធ្វើរបៀបរបបអីត្រឹមត្រូវតានេះខាងក្រោយប្រិមិត្តខាងក្រោយនៃផ្ទះវិឡាស្អាតហើយនៅខាងក្រោយហ្នឹងសិតតែផ្ទះសិតតែគម្រោងទាំងអស់ហើយគម្រោងខាងក្រោយនេះក៏បើយើងមើលទៅវាអត់ទាន់បាននេះទេអានេះបើយើងគិតទៅ 80% បើផ្សេងបាន30 40អាខ្លះ 20% ទេខាងមុខនេះបាន80តែខាងនេះគឺដូចជាខ្ទង់20 30% ណា20 30% គេទឹមតម្លើងឥតបុកគ្រឿងអីរួចរាល់ហើយប៉ុន្តែគេតម្លើងជាគ្រោងដែកចាប់តសយហើយបាទប្រិមិត្តឥឡូវបន្តចូលទៅខាងក្នុងនៃផ្ទះវិឡារបស់មមដានីនឹងទៀតបាទខ្ញុំមើលរបៀបគេធ្វើស្អាតរបស់គេមែនមមទាំហ្មងប៉ុន្តែវាអត់ដើរដោយសារតែបញ្ហាវិបត្តិអចលនទ្រព្យធ្ងន់ធ្ងររបស់បរិយមដានីនេះតោះឡើងទៅលើនេះគឺផ្លូវឡើងទៅជាន់ខាងលើសម្រាប់បន្ទប់គ្រួសារនិងបន្ទប់កូនប្រិមិត្តស្អាតទៅនេះអូគេមានដាក់សិឡង់នៅអីទៀតបាត់ទៅខ្មោចក្តៅព្រោះទាំងហ្នឹងមានតែមួយជាន់ខាងលើហ្នឹងទេបើយើងមើលពីលើអាកាសមកមិនដឹងថាផ្ទះសល់ច្រើនលំវែងមែនទែនបាទច្រើនវិឡាច្រើនផ្ទះហ្នឹងបាទនេះបន្ទប់កូននេះបើតាមដឹងបន្ទប់មិនបន្ទប់មេគ្រួសារទេមាន3បន្ទប់ឯងមានអាចមាន3បន្ទប់
3បន្ទប់គេង4បន្ទប់ទឹក នេះបន្ទប់អង្គយបន្ទប់ទឹកនៅក្រៅនេះបន្ទប់ទី2 នេះបន្ទប់ទី3 មិនគេដាក់ស៊ីឡង់ដាក់អីត្រឹមត្រូវកុំឲ្យក្តៅទប់កម្ដៅ នេះបន្ទប់មេគ្រួសារ នេះបន្ទប់មេគ្រួសារ នេះរៀបចំឲ្យអស់ប្រព័ន្ធរៀបចំពីដានរៀបចំឲ្យអស់នេះនៅតែដាក់ពីដានដែរ បាទ អូខេបាទលូសម្រាប់ធ្វើដាក់ប្រព័ន្ធទឹកប្រព័ន្ធអីនេះឡើងផុយជាយូរ អានេះនៅយ៉ខាងមុខប្រិមិត្តយ៉ខាងមុខ ហើយ មើលឃើញគ្នាបើសិនជានឹកសម័យថាបើសិនជាផ្ទះនេះដើរកម្រងនេះដើរមនុស្សច្រើនសបោសិតតែប្លុកវីឡាតែម្ដងហើយសបោអ្នកដែលមានលទ្ធភាពគេរស់នៅប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នគឺសល់បែបហ្នឹងប្រិមិត្តមានតែរូបរាងបានត្រឹមតែ 80% ចឹងទេក្រៅពីហ្នឹងគឺថាត្រូវបានទុកចោលតែម្ដងប៉ុន្តែកម្រងដែលខ្ញុំកំពុងថតឈរលើក្នុងផ្ទះវីឡាហ្នឹងក៏ទុកចោលដែរណា វិបត្តិអចលនទ្រព្យនៅត្រឹងចន្លោះ2022 23គឺចាប់ផ្ដើមពីនឹងមករហូតហើយបងម្ចាស់គម្រោងដែលគាត់មានក៏បញ្ហាចន្លោះឆ្នាំ2023ចន្លោះហ្នឹងមក23 24 25 3ឆ្នាំ 3ឆ្នាំ សល់ច្រើនទៅវិញណាប្រិមិត្តអើយសល់ច្រើនផ្ទះមែនទេ គម្រោងនេះបើយើងមើលនឹងភ្នែកខ្លួនឯងបើយើងជិះមកពីផ្លូវជាតិលេខ3មកដល់កតុយគម្រោងវាចូល7គីឡូហើយបើយើងនិយាយពីជំរឿមកពីមុខពីខាងនោះមកដល់ណាវាប្រហែលជាខ្ទង់ចូល 3-400 ម៉ែត្រដែរ 3-400 ម៉ែត្រ 3-400 ម៉ែត្រទៅដល់ថ្នល់ជាតិបើយើងគិតទៅវាចូលប្រហែលជាជិត 20000 ល្វែង 20000 ល្វែង 20000 ទាំងផ្ទះល្វែងទាំងផ្ទះវិឡាចន្លោះ 20000 ផ្ទះមានថា 20000 ផ្ទះចុះ បាទ ហើយគម្រោងនេះបើយើងធៀបគម្រោងនៅក្នុងពេញយើងឬក៏នៅក្នុងស្រុកខ្មែរអាចនិយាយបានថាជាគម្រោងធំជាងគេ ធំជាងគេ នេះធំជាងគេ មកឃើញផ្ទះមើលទៅមើលពីនេះតទល់គ្នាស្អាតតា គម្រោងតែមួយវាមានជាង 20000 ផ្ទះទៅ 30000 ផ្ទះនេះវាធំជាងគេធ្វើមិនចន្លោះហ្នឹងធំជាងគេនៅក្នុងស្រុកខ្មែរព្រោះស្រុកខ្មែរយើងគម្រោងមេយើងធំហ្នឹងក៏មកគម្រោងមានត្រឹមតែ5000 ផ្ទះ 10000 ផ្ទះអស់លូតហើយចន្លោះហ្នឹង estimate មើលតម្លៃដែលគេមិនទាន់មានបញ្ហាអញ្ចឹងអាចមកផ្ទះវីឡាហ្នឹងតម្លៃប្រហែល10000បើដូចជា3បន្ទប់គេង4បន្ទប់ទឹកអញ្ចឹង ប្រភេទផ្ទះវីឡាប្រកបបើតាមតែខ្ញុំដឹងក៏គាត់ធ្វើចន្លោះ 60000 ចន្លោះ 65000 ឬក៏ 50000 ជាងអត់សូវថ្លៃហ្មងទេគាត់ធ្វើតម្លៃសមរម្យសម្រាប់បងប្អូនដែលគាត់មានលទ្ធភាពតែផ្ទះអាជីវកម្មគាត់ប្រហែលជាអាចចន្លោះអាចថា 70000 ផ្ទះអាជីវកម្មចន្លោះ ឥឡូវយើងទៅថតនៅណាទៀតអាចថតផ្សារបន្តិចហើយនឹងកន្លែងសំណង់ យើងថតផ្សារបន្តិចទៅហើយយើងអាចថាមានសួនបន្តិចទៀតទេមានសួនមានផ្សារហើយនឹងប្រភេទផ្ទះអាជីវកម្មរបស់គាត់ពីព្រោះប្លែកត្រង់ថាគម្រោងរបស់គាត់នៅខាងផ្លូវជាតិលេខ3នៅខាងអានឹងវាស្ថិតនៅក្នុងខេត្តកំពង់ស្ពឺឯងនៅក្នុងផ្លូវជាតិលេខ3នេះវាប្លែកត្រង់ថាទី1គឺគាត់មានផ្សារទី2គឺគាត់មានជាប្រភេទផ្ទះអាជីវកម្មតាមតែយើងចូលទៅមើលគម្រោងគាត់ច្រើនតាំងពីគម្រោងទី1ដល់គម្រោងទី20ជាងរហូតដល់គម្រោងចុងក្រោយរបស់គាត់គឺគាត់អាចធ្វើផ្ទះអាជីវកម្មឯងហើយគាត់អាចធ្វើផ្សារដែរ អូខេអញ្ចឹងនេះគឺជាទស្សនវិជ្ជានៅក្នុងបរិយាមមដានីហើយជាផ្នែកមួយនៃបណ្ដុំប្លុកផ្ទះវីឡាហើយจะមើលចំនួនលោកអ្នកទៅមើលផ្ទះល្វែងហើយនឹងផ្ទះ shop house អាជីវកម្មផ្សេងគ្នាឲ្យបងប្អូនបានជៀបហើយមានសួនមានអីហោះតាមដ្រូនពីលើអាកាសឲ្យបងប្អូនបានជៀបថាសំណង់ស្អិចស្កះនៅសល់ច្រើនមែនទែនប្រិមិត្តបាទរាប់ទាំងផ្ទះល្វែងផ្ទះវីឡាមិនក្រោមជាងជិត 20000 ល្វែងទេ 20000 ផ្ទះទេទាំងអស់នេះគឺជាបញ្ហាប្រឈមដោយសារតែវិបត្តិសេដ្ឋកិច្ចរបស់មុំដានីដែលគាត់ជួបបញ្ហាកាលពីជាង1ឆ្នាំមុនដោយបងប្អូនយើងបានជ្រាបហើយកាលពីជាង1ឆ្នាំមុនគាត់មានបញ្ហារឿងករណីប្តឹងផ្តល់ជាមួយនឹងម្ចាស់ដីនៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺនៅលើផ្លូវជាតិលេខ3ហ្នឹងមិនអញ្ចឹងហ៎បាទនេះគឺតាមផ្លូវនៅពីមុខ shop house សងខាង
បាទសងខាងនេះគឺសុទ្ធតែផ្ទះជីវកម្មបាទហើយទៅដល់មុខអត់មានសងខាងទេមានតែមួយខាងខាងស្ដាំប្រហែលជា3គីឡូដីទៅដល់ផ្លូវជាតិលេខ3បាទគឺមុំតានេះគាត់ធ្វើសពហៅតែមួយចំហៀងខាងស្ដាំទេប៉ុន្តែផ្លូវធំទូលាយល្អមែនទែនបាទបើសិនជាសម័យមើលថាអាជីវកម្មនេះដើរតាំងពីពេលមុនរហូតដល់ពេលបច្ចុប្បន្នមានប្រជាជនរស់នៅច្រើនមិនដឹងថាគម្រោងនេះគឺគម្រោងជាក់មែនទេប្រិមិត្តដោយសារតែវាមានផ្ទះល្វែងផ្ទះវិឡាសរុបមកជិត 20000 ល្វែងបាទជិត 20000 ផ្ទះវិឡានិងល្វែងនេះសួនគេបាទឥឡូវយើងចូលមើលសួនតិចប្រិមិត្តខ្ញុំកាត់ជីកូតឡានចូលទៅហ្មងមិនចុះថតអីទេនេះខាងឆ្វេងដៃនេះគឺសិតតែសួនតែឥឡូវស្មៅពេញហើយប្រិមិត្តអើយនេះអានេះប្រភេទផ្ទះអាជីវកម្មឬសពហៅអានេះជាប្រភេទផ្ទះវិឡាកូនកាត់តែវិឡាកូនកាត់ធម្មតាវិឡាកូនកាត់នេះវិឡាកូនកាត់វិឡាកូនអានេះភាគច្រើនពីបន្ទប់ហ៎ផ្ទាល់ដីអានេះពីបន្ទប់ឬមួយបន្ទប់ទេបាទប្រិមិត្តសង្កេតឃើញទេឃើញថាផ្ទះនេះសុទ្ធសឹងតែមិនទាន់មានម្ចាស់ទេអត់ទាន់បានដាក់កញ្ចក់ហើយធ្វើឲ្យគម្រោងជួបបញ្ហាប្រឈមក៏ត្រូវបានទុកចោលតែម្ដងទៅនេះគឺសួននៅកណ្ដាលប្រិមិត្តសួននៅកណ្ដាលគឺមានផ្សារទៅនៅមានអីដែរណាគម្រោងគេហ្នឹងក្រោយមកក៏ស្ងាត់ទៅវិញទៅក៏លែងមានរូបរាងហើយទុកចោលបែបហ្នឹងប្រិមិត្តនេះប្រភេទវិឡាកូនកាត់ឬក៏វិឡាជន់ផ្ទាល់ដីអានេះវិឡាកូនកាត់ឬក៏ជាន់ផ្ទាល់ដីហ៎បាទប្រិមិត្តនេះគឺសួនគេបាទសួនធំមែនទែនបាទនិយាយចំទៅប្តីប្រពន្ធគាត់ហ្នឹងប្រពន្ធគាត់ខ្មែរហើយប្តីគាត់ហ្នឹងថៃមិនអញ្ចឹងហ៎បាទតពងហ្នឹងតពងថៃទេតែសញ្ជាតិគាត់សញ្ជាតិអាមេរិកសញ្ជាតិអាមេរិកហ្នឹងហើយហើយប្រភេទផ្ទះរបស់គាត់បើតាមទៅខ្ញុំធ្លាប់ទៅរស់នៅក្នុងប្រទេសថៃ4ឆ្នាំអញ្ចឹងប្រភេទផ្ទះស្តៀងគ្នាហើយគេរស់នៅបែបហ្នឹងហើយគេធ្វើបែបហ្នឹងគឺមើលទៅវាបែបអភិជនណាវាដាច់ពីគ្នាមើលទៅវាគួរឲ្យចង់រស់នៅដែរនេះសិតវិឡាទឿវិឡាពីបន្ទប់គេងវិឡាជន់ផ្ទាល់ដីជន់ផ្ទាល់ដីមកឯងអ្នកចូលដាក់ទ្របស្រាប់ដឹងឯងមិនសូវដឹងប្រហែលដែររៀបហៅគេបាទជីមួយថ្ងៃជួបផ្ទះអ្នកស្រុកនៅ1 2នៅក្នុងបរិយាបងប្អូនអត់មានអ្នកនៅសោះហ្មងអ្នកខ្លះហ្នឹងគឺរើចេញអស់ទៅបាទឥឡូវបន្តទៅទៀតនេះគឺគម្រោងចុងក្រោយគេដែរបើគេចាប់ផ្ដើមដាក់លក់គម្រោងមានបញ្ហាហ្នឹងណាបាទឥឡូវយើងឡើងទៅបុកទៅរកផ្លូវជាតិលេខ3វិញប្រិមិត្តហើយប្រិមិត្តដូចខ្ញុំបានរៀបរាប់ខាងដើមអញ្ចឹងខាងស្ដាំដៃគឺគេធ្វើ soft house បាទហើយខាងឆ្វេងដៃនេះគឺអត់មានទេប្រិមិត្តណានេះខាងឆ្វេងដៃនេះគាត់ទុកឲ្យស្រឡះហ្មងធ្វើផ្លូវធំបាទអញ្ចឹងតសើដែរនិយាយតសើមុំតានេះគាត់ធ្វើផ្ទះហ្នឹងគាត់គិតពីផាសុខភាពទី1ទី2គឺភាពទូលាយទី3គឺការរកទទួលទានបានន័យថាបើអ្នកខ្លះគេធ្វើបរិយគេអត់ធ្វើដូចគាត់ទេអត់គេធ្វើមិនជាទូទៅគឺបើគេធ្វើប្រភេទផ្ទះសពហោសឬក៏ប្រភេទផ្ទះអាជីវកម្មគឺគេធ្វើទល់មុខគ្នាហ្មងពីចំណេញត្រង់ថាប្រភេទផ្ទះអាជីវកម្មជាទូទៅគឺយើងធ្វើលូកបានថ្លៃផ្ទះអាជីវកម្មបើយើងធ្វើបែបហ្នឹងអាចបើផ្លូវធំប៉ុណ្ណេះផ្លូវគាត់បើយើងមើលសាច់ផ្លូវប្រហែលជាខ្ទង់ផ្លូវ20 ម៉ែត្រទៅ25 ម៉ែត្រអញ្ចឹងបើសិនជាផ្ទះអាជីវកម្មប្រភេទហ្នឹងយើងអាចលក់បានចន្លោះ120,000ទៅ150,000ឬអាចលោតទៅដល់20,000ដែរអាចលោតដល់ចំណោះហ្នឹងតែគាត់អត់បានគិតត្រង់ចំណុចកន្លែងហ្នឹងឯងគាត់ធ្វើម៉េចឲ្យបងប្អូនយើងដែលទិញផ្ទះអាជីវកម្មអាចរកស៊ីបានអត់និយាយថាអត់ប្រកួតប្រជែងគ្នាមានទៅសុំគ្នាមកទល់មុខគ្នាអ្នកខាងនេះលក់សំណង់គ្រឿងសំណង់ខាងនេះគ្រឿងសំណង់ទល់មុខគ្នាអត់ទេតែគាត់ទៅមកចំហៀងហ្នឹងតែហ្មងនេះផ្សារធំហ្នឹងអាហ្នឹងគម្រោងរបស់គាត់ដែលខ្ញុំថាប្លែកត្រង់ថាផ្ទះអាជីវកម្មគាត់ដែលមានផ្សារក៏មានឥឡូវមានទាំងផ្ទះអាជីវកម្មមានទាំងផ្សារទៀតអូខេនេះផ្សារហ្មងណាប៉ុន្តែផ្សារនេះអត់បានដើរដែរប្រិមិត្តទេដោយសារតែគម្រោងដូចបានជំរាបជូនអញ្ចឹងមានបញ្ហាក៏ត្រូវបានបិទឬក៏បោះបង់ចោលតែម្ដងហើយយើងបើថ្ងៃខាងមុខវាអាចដើរសេដ្ឋកិច្ចក៏ល្អម្យ៉ាងដែរខ្ញុំបើកញ្ចក់តិចឲ្យឃើញច្បាស់ប្រិមិត្តនេះធំមកគេដែរផ្សារនេះឡែកមើលទៅស្អាតហ្មងបាទនេះធំហើយយើងរកទទួលទានក៏អែមដែរតែអ្វីដែលសំខាន់វាអ្វីដែលបងប្អូនយើងគាត់គិតថាគាត់បានមានផ្សារមានផ្ទះអាជីវកម្មស្រួលរកស៊ីវាទៅជាអខានដោយសារតែគម្រោងយើងអាចនិយាយថាខ្សែធនចុះធនព្រោះបើមិនខ្សែធនធ្វើហើយតែបើខ្សែធនគឺធ្វើអត់ទាន់ហើយត្រូវឥឡូវតិចទៀតបានឃើញប៉ុណ្ណឹងហើយប្រិមត្តណាជ្រាបហើយក៏អរគុណ
ចំពោះការតាមដានរបស់លោកនាងកញ្ញាដែលបានចំណាយពេលវេលាតែងតែគ្រប់គ្រងនិងទស្សនារាល់ការផ្សាយរបស់ Channel YouTube ចំបៃ Media ហើយកុំភ្លេចបងប្អូនជួយ Subscribe និង Follow ម្នាក់មួយផងបាទសូមអរគុណម៉ាស៊ីនទឹក Kangen ផ្លាស់ប្ដូរទឹកផ្លាស់ប្ដូរជីវិតគុណភាពសុវត្ថិភាពស្តង់ដារអន្តរជាតិទំនាក់ទំនងទូរស័ព្ទលេខ 089 588 808